សួស្តីអ្នកទាំងអស់គ្នាខ្ញុំបាទចូលធូហ្គាមីនៅថ្ងៃនេះយើងនឹងមកបន្តជាមួយនឹងសាច់រឿងស្នេហារបស់យើងជាភាគបន្តផ្ដើមនៅសាច់រឿងដំបូងវាគឺអស់រយៈពេលមួយសប្តាហ៍ណាមកហើយដែលកូហារុនាងគឺមិនទាន់ធ្វើដំណើរមកកាន់សាលារៀនវិញទេហើយវាគឺពិតជាប្លែកខ្លាំងមែនទែនបន្ទាប់ពីកូហារុបានឃើញជាមួយនឹងវីដេអូមួយគឺជាវីដេអូដែលរ៉ាណូបានសារភាពស្នេហ៍ប្រាប់ទៅកាន់នាងបន្ទាប់ពីនាងបានឃើញជាមួយនឹងវីដេអូមួយនោះនាងគឺចាប់ផ្ដើមឈប់មករៀនតែម្ដងចំណែកឯឆាតដែលរ៉ាណូខំប្រឹងឆាតទៅកាន់នាងក៏មិនចូលមើលនាងក៏មិនតបដែរបន្ទាប់ពីរ៉ាណូបានឃើញជាមួយនឹងព្រឹត្តិការណ៍ទាំងអស់នេះគាត់គឺចាប់ផ្ដើមនឹកឃើញទៅដល់រឿងចាស់ៗរបស់គាត់ឪពុករបស់គាត់គឺបានចាក់ចេញពីគាត់តាំងពីគាត់នៅក្មេងមកម្ល៉េះចំណែកឯគ្រួសាររបស់គាត់ម្ដាយរបស់គាត់ពួកគេទាំងអស់គ្នាគឺត្រូវបានបែកបាក់គ្នាចំណែកឯបច្ចុប្បន្នរ៉ាណូគាត់គឺរស់នៅតែម្នាក់ឯងតែប៉ុណ្ណោះប៉ុន្តែឥឡូវនេះគាត់គឺបានស្គាល់ទៅកាន់មនុស្សម្នាក់ដែលមនុស្សម្នាក់នោះគឺបានផ្ដល់ជាមួយនឹងពន្លឺចូលមកក្នុងបេះដូងរបស់គាត់ប៉ុន្តែមិនបានយូរប៉ុន្មានមនុស្សម្នាក់នោះបែរទៅជាចង់ចាក់ចេញពីគាត់ទៅវិញប៉ុន្តែមិនបានយូរប៉ុន្មានយូកូនាងក៏បានធ្វើដំណើរមកដល់នាងបាននិយាយប្រាប់ទៅកាន់រ៉ាណូថាសូម្បីតែនាងក៏អញ្ចឹងដែរនាងគឺព្យាយាមតាក់ទងឬក៏ឆាតទៅកាន់កូហារុប៉ុន្តែមើលទៅដូចជាមិនបានផលតតែសោះសូម្បីតែឆាតរបស់នាងកូហារុក៏មិនបានតបដែរអញ្ចឹងហើយពួកគេទាំងពីរពិតជាព្រួយបារម្ភខ្លាំងមែនទែនថាកូហារុនៅពេលនេះនាងគឺមានបញ្ហាអីប៉ុន្តែនៅពេលនោះស្រាប់តែមិត្តភក្តិរបស់រ៉ាណូដែលគាត់មានឈ្មោះថាណារូមីនឹងគឺបានធ្វើដំណើរមកដល់ទាំងភាពត្រហេបត្រហប់នៅពេលដែលគាត់បានធ្វើដំណើរមកដល់គាត់បាននិយាយប្រាប់ទៅកាន់ពួកគេទាំងភាពសប្បាយចិត្តថានៅពេលនេះគាត់គឺបានឃើញតែកាន់កូហារុហើយដែលនាងគឺកំពុងតែសន្តិដ្ឋនៅក្នុងពេទ្យមួយកន្លែងបន្ទាប់ពីពួកគេទាំងពីរបានទទួលបានជាមួយនឹងដំណឹងមួយនេះពួកគេគឺពិតជាតក់ស្លុតខ្លាំងណាស់ពួកគេគិតថាប្រហែលជាកូហារុនេះគឺមានជាមួយនឹងគ្រោះថ្នាក់ហើយបន្ទាប់ពីមិត្តភក្តិរបស់រ៉ាណូបានប្រាប់នៅទីតាំងពេទ្យប្រាប់ទៅកាន់រ៉ាណូហើយនិងយូកូរួចហើយពួកគេទាំងពីរគឺមិនចាំយូរនោះទេពួកគេទាំងពីរក៏បានធ្វើដំណើរសម្ដៅទៅកាន់ពេទ្យនឹងតែម្ដងចំណែកឯមន្ទីរពេទ្យដែលមិត្តភក្តិរបស់រ៉ាណូបាននិយាយសម្ដៅវិញដែលវាគឺពិតជានៅឆ្ងាយខ្លាំងមែនទែនប៉ុន្តែទោះបីជាមន្ទីរពេទ្យមួយនោះវាគឺនៅឆ្ងាយយ៉ាងណាក៏ដោយចំពោះរ៉ាណូគាត់គឺមិនហត់នោះទេឲ្យតែគាត់បានឃើញតែកាន់កូហារុបន្ទាប់ពីរ៉ាណូបានចំណាយពេលអស់រយៈពេលជាយូរជាចុងក្រោយគាត់គឺបានធ្វើដំណើរមកដល់មន្ទីរពេទ្យនឹងហើយនៅពេលដែលរ៉ាណូបានធ្វើដំណើរមកដល់ភ្លាមគាត់គឺបានសួរទៅកាន់ពេទ្យដែលពួកគេបានសន្ទនានៅក្នុងមន្ទីរពេទ្យនឹងថាតើនៅទីនេះមានអ្នកជំងឺថ្មីដែលមានឈ្មោះថាកូហារុដែរឬទេប៉ុន្តែពួកគេបាននិយាយទៅកាន់រ៉ាណូវិញថាវាគឺជាព័ត៌មានផ្ទាល់ខ្លួនអញ្ចឹងហើយបើសិនជារ៉ាណូមិនចោះសាច់ឈាមជាមួយនឹងអ្នកជំងឺទេពួកគេគឺមិនអាចប្រាប់ទីតាំងបានឡើយដោយសារតែអញ្ចឹងហើយរ៉ាណូគាត់គឺមិនអាចធ្វើអីបានទេគាត់ក៏សម្រេចចិត្តថាទៅអង្គុយដើម្បីចាំឲ្យយូកូនាងបានធ្វើដំណើរមកមួយសន្ទុះក្រោយមកយូកូនាងក៏បានធ្វើដំណើរមកដល់តាមខ្នើយដោយសារតែវាគឺមានចម្ងាយឆ្ងាយខ្លាំងពេកអញ្ចឹងហើយនាងគឺបានពឹងទៅកាន់តាក់ស៊ីឲ្យដប់នាងមកទីនេះនៅពេលដែលយូកូនាងបានធ្វើដំណើរមកដល់ពួកគេក៏សម្រេចចិត្តថាបំបីផ្លូវគ្នាដើម្បីស្វែងរកទៅកាន់កូហារុនៅក្នុងបន្ទីពេទ្យមួយនេះចំណែកឯនៅក្នុងបន្ទីពេទ្យមួយហ្នឹងវាមានជាន់ទាំងអស់រហូតដល់7ជាន់នៅក្នុងជាន់នីមួយៗវាគឺពិតជាធំមែនទែនរ៉ាណូហើយនិងយូកូពួកគេទាំងពីរបានធ្វើដំណើរពីមួយជាន់ហើយទៅមួយជាន់ទៀតពីមួយជាន់ហើយទៅមួយជាន់ទៀតស្វែងរកគ្រប់ទិសទីប៉ុន្តែមិនឃើញនៅវត្តមានរបស់កូហារុតតែសោះនៅពេលដែលរ៉ាណូគាត់បំរុងនឹងអស់សង្ឃឹមទៅហើយគាត់គឺបានធ្វើដំណើរចោលត្រឡប់មកវិញស្រាប់តែគាត់គឺបានឮជាមួយនឹងភ្លេងព្យ៉ាណូមួយដែលវាគឺជាភ្លេងព្យ៉ាណូដែលកូហារុគឺធ្លាប់លេងឲ្យមកកាន់គាត់ស្ដាប់បន្ទាប់ពីរ៉ាណូគាត់បានឮជាមួយនឹងសលេងគាត់គឺបានធ្វើដំណើរសម្ដៅទៅកាន់ប្រភពសំឡេងមួយនោះជាចុងក្រោយគាត់ក៏អាចស្វែងរកឃើញតែកាន់កូហារុបានសម្រេចចំណែកឯកូហារុនៅពេលនេះនាងគឺកំពុងតែលេងជាមួយនឹងព្យ៉ាណូឲ្យទៅកាន់ក្មេងៗបានស្ដាប់ហើយនាងក៏នៅតែដូចដើមនាងគឺជាជនពិការបន្ទាប់ពីរ៉ាណូបានឃើញតែកាន់កូហារុរួចហើយគាត់គឺចាប់ផ្ដើមស្រក់ទឹកភ្នែកតែម្ដងគាត់បាននិយាយថាទីបំផុតនាងគឺគ្មានគ្រោះថ្នាក់អ្វីទេនាងគឺគ្មានអ្វីទាំងអស់នាងគឺនៅសុខសប្បាយធម្មតាអញ្ចឹងហើយការព្រួយបារម្ភរបស់គាត់គឺលែងព្រួយបារម្ភទៀតហើយនៅពេលនេះមនុស្សជាទីស្រឡាញ់របស់គាត់គេគឺគ្មានជាមួយនឹងគ្រោះថ្នាក់អ្វីនោះទេបន្ទាប់ពីរ៉ាណូបានឃើញតែកាន់វត្តមានរបស់កូហារុរួចហើយរ៉ាណូក៏បានឆាតទៅកាន់យូកូដោយសារតែកូហារុនាងគឺជាប់លេងជាមួយនឹងព្យ៉ាណូអញ្ចឹងហើយពួកគេទាំងពីរក៏សម្រេចចិត្តថាអង្គុយចាំនាងសិននៅពេលណាដែលនាងបញ្ចប់ជាមួយនឹងការលេងនាងគឺអាចធ្វើដំណើរចេញមកខាងក្រៅបានហើយបន្ទាប់ពីពួកគេទាំងពីរបានចំណាយពេលអស់រយៈពេលជាយូរទីបំផុតកូហារុនាងគឺបានបញ្ចប់ជាមួយនឹងការលេងព្យ៉ាណូហើយនៅពេលដែលនាងបានដាក់សម្ដៅមកកាន់ពួកគេរ៉ាណូហើយនិងយូកូទឹកមុខរបស់ពួកគេពោពេញទៅដោយមោទនភាពប៉ុន្តែវាគឺចាប់ផ្ដើមផ្លាយតែម្ដងដោយសារតែកូហារុគឺបានដើររំលងទៅកាន់ពួកគេទាំងពីរ
ដោយសារតែអញ្ចឹងហើយរ៉ាណូគាត់ក៏បានស្រែកហៅទៅកាន់នាងរួចគាត់បាននិយាយប្រាប់ទៅកាន់នាងថាចាំគាត់បានអត់គាត់នឹងគឺជារ៉ាណូប៉ុន្តែមើលទៅកាន់ទឹកមុខរបស់កូហារូមើលទៅកាន់មុខរបស់នាងដូចជាភ័យខ្លាចទៅកាន់ពួកគេទាំងពីរអញ្ចឹងដោយសារតារ៉ាណូគិតថាប្រហែលជានាងគឺមានអារម្មណ៍មិនល្អហើយអញ្ចឹងហើយគាត់ក៏សម្រេចចិត្តថាហៅនាងទៅនិយាយគ្នាជាមួយនឹងគាត់មួយភ្លេតដោយសារតែគាត់គឺចង់ដឹងថាហេតុអ្វីបានជានាងមិនទៅរៀនហេតុអ្វីបានជានាងគឺមិនតបឆាតគាត់បន្ទាប់ពីពួកគេទាំង3បានធ្វើដំណើរទៅដល់កន្លែងមួយរ៉ាណូគាត់គឺមិនទាន់ហ៊ាននិយាយទៅកាន់កូហារូទេដោយសារតែអញ្ចឹងហើយយូកូនាងក៏បានលួមទៅកាន់កូហារូនាងបាននិយាយទៅកាន់កូហារូថាបើសិនជាវីដេអូមួយនោះធ្វើឲ្យកូហារូនាងគឺមិនសប្បាយចិត្តនាងគឺសុំទោសផងនៅពេលដែលយូកូបានប៉ះទៅកាន់កូហារូនាងគឺបានដកដៃចេញហើយនាងបានសួរទៅកាន់ពួកគេថាតើពួកយើងទាំង3ធ្លាប់ស្គាល់គ្នាដែរមែនពាក្យសម្ដីមួយម៉ាត់ដែលទទួលបានអំពីកូហារូទោះបីជាវាខ្លីប៉ុន្តែពាក្យមួយឃ្លានេះវាគឺពិតជាចុកចាប់ខ្លាំងណាស់សម្រាប់យូកូហើយនិងរ៉ាណូតែខ្ញុំអាចសួរនាងមួយសំណួរបានទេនៅពេលដែលនាងពិការភ្នែករបស់នាងតើវាមានពណ៌ខ្មៅឬក៏ពណ៌សខ្ញុំគឺមិនប្រកាន់ទេចំពោះសំណួររបស់លោកដែលសួរមកកាន់ខ្ញុំនឹងឆ្លើយទៅកាន់លោកវិញថាវាគឺមិនខ្មៅទេនាងគឺឃើញពណ៌សប៉ុន្តែនាងគឺឃើញបែបព្រិលតែជំងឺពិការភ្នែកមួយនេះនាងគឺពិការភ្នែកនៅពេលណាតែនាងគឺជួបគ្រោះថ្នាក់មែនទេមិនមែនទេមូលហេតុដែលខ្ញុំពិការភ្នែកគឺខ្ញុំបានពិការកាលដែលខ្ញុំនៅរៀននៅឯអនុវិទ្យាល័យខ្ញុំមិនចង់កុហកទៅកាន់លោកទៀតទេមូលហេតុដែលខ្ញុំពិការភ្នែកដោយសារតែខ្ញុំគឺកើតជាមួយនឹងជំងឺមហារីកនេះហើយគឺជាពាក្យសម្ដីនេះហើយគឺជាចម្លើយដែលកូហារូបានផ្ដល់ទៅកាន់រ៉ាណូហើយវាក៏ជាមូលហេតុដែរដែលរ៉ាណូគាត់គឺចាប់ផ្ដើមចូលចិត្តទៅកាន់កូហារូដោយសារតែគាត់គឺចង់បំពេញជាមួយនឹងគោលបំណងចុងក្រោយរបស់នាងប៉ុន្តែជាចុងក្រោយពេលវេលាដែលពួកគេបានចំណាយអនុស្សាវរីយ៍ដែលពួកគេបានសាងវាគឺត្រូវបានរលាយដោយជាអំបិលត្រូវទឹកត្រឹមតែមួយបំព្រិចភ្នែកតែប៉ុណ្ណោះអោព្រះអើយអញ្ចឹងមានន័យថាពេលវេលាដែលខ្ញុំបានចំណាយអនុស្សាវរីយ៍ដែលខ្ញុំបានបង្កើតវាគឺត្រូវអត់ប្រយោជន៍មែនទេបន្ទាប់មកសាច់រឿងបានកាត់បង្ហាញអំពីប្រវត្តិរបស់កូហារូបន្តិចកាលដែលកូហារូនៅតូចនាងគឺបានកើតជាមួយនឹងជំងឺមហារីកមួយនេះដំណាក់កាលតូចនៅក្នុងខួរក្បាលរបស់នាងជំងឺមហារីកមួយនេះវាគឺជាជំងឺមួយដែលពិតជាពិបាកព្យាបាលខ្លាំងណាស់ទោះបីជាយើងមានលុយច្រើនក៏ដោយយើងក៏មិនប្រកាសថាព្យាបាលវាជាដែរគ្រូពេទ្យបានប្រាប់ទៅកាន់ម្ដាយរបស់កូហារូថាបើសិនជាម្ដាយរបស់កូហារូមិនឲ្យកូហារូវះកាត់ទេច្បាស់ណាស់ជំងឺមហារីកមួយនេះវានឹងរាលដាលកាន់តែធំដំបូងដោយសារតែកូហារូនាងគឺនៅតូចនាងគឺគិតថាបើសិនជានាងវះកាត់វានឹងជាសះស្បើយជាមិនខានប៉ុន្តែវាគឺមិនចឹងនោះទេបន្ទាប់ពីនាងបានបញ្ចប់ជាមួយនឹងការវះកាត់នាងគឺបានបាត់បង់ជាមួយនឹងភ្នែកទាំងសងខាងរបស់នាងដោយសារតែជំងឺមួយនេះអ្វីដែលគួរឲ្យសង្វេគមួយទៀតនោះគឺថាទោះបីជាការព្យាបាលរបស់កូហារូគឺព្យាបាលបានជោគជ័យក៏ដោយប៉ុន្តែជំងឺមហារីករបស់នាងវាក៏នៅតែបន្តអញ្ចឹងប៉ុន្តែដោយសារតែពួកគេបានបញ្ចប់ជាមួយនឹងការវះកាត់អញ្ចឹងហើយជំងឺមហារីកមួយនោះវាគឺនៅតែបន្តកើតប៉ុន្តែវានឹងគឺកើតមិនលឿនបើសិនជាយើងនិយាយឲ្យស្រួលស្ដាប់ទៅវានឹងគឺរាលដាលតិចជាងមុនប៉ុន្តែទោះបីជាយ៉ាងណាក្តីដោយសារតែជំងឺមួយនេះវាគឺចាប់ផ្ដើមស៊ីកោសិកាចាស់ៗរបស់កូហារូចាប់ផ្ដើមខូចម្ដងបន្តិចមិនយូរមិនឆាប់ដោយសារតែជំងឺមួយនេះកូហារូនាងគឺបានបាត់បង់ជាមួយនឹងរសជាតិនាងគឺបានបាត់បង់ជាមួយនឹងការគេងនាងគឺពិតជាពិបាកគេងខ្លាំងមែនទែននៅពេលណាដែលនាងប្រឹងគេងនាងគឺកាន់តែពិបាកដោយសារតែជំងឺមួយនេះมันបានយូរប៉ុន្មានសក់របស់នាងគឺចាប់ផ្ដើមជ្រុះសក់របស់នាងគឺចាប់ផ្ដើមដាច់វាគឺជាដំណាក់កាលមួយគឺពិតជាពិបាកទទួលយកខ្លាំងមែនទែនចំពោះមនុស្សដ៏ស្អាតស្អំដូចជាកូហារូប៉ុន្តែมันបានយូរប៉ុន្មានជំងឺមួយនេះវាគឺចាប់ផ្ដើមរាលដាលកាន់តែខ្លាំងបន្ទាប់មកវាគឺជាពេលវេលាដែលកូហារូបាននិយាយថាតែខ្ញុំនៅពេលនេះខ្ញុំគឺកំពុងតែនៅឯណាហើយខ្ញុំគឺជាអ្នកណាគេមុននឹងបញ្ចប់ជាមួយនឹងអេពីសូតមួយនេះនៅកតុយចុងក្រោយគេគឺបានដាក់ចំណងជើងថាតន្លាភាពឬក៏មានន័យថាដំណាក់កាលចុងក្រោយ